ខ្ញុំគណៈសូមចម្រើនពរដល់លោកតានិយាយលោកមេមីជាពុទ្ធបរិស័ទជាសពប្រជននេះគឺជាតួអង្គរូបព្រះភក្នីហើយទៅរូបលោកយាយហើយទៅលោកគ្រីផលឬក៏លោកយាយមិសដែលជាតួអង្គដំរីជាមេតបដោយសេចក្តីព្រះបរមីដ៏ដងឧត្តមដ៏ប្រសើរថ្លាថ្លៃគណៈរូបព្រះអង្គទ្រង់គ្រឿងគង់លើបល្ល័ង្ករ័ត្នគឺជាតួអង្គព្រះសាមិត្រីសិរីពុទ្ធព្រឹកដែលព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធនៅពេលសតកខាងក្រោយព្រះអង្គមានបញ្ជូនសាសនាទៅដល់80000ព្រះប្រសាដែលពេញបរមោរូបព្រះអង្គគឺនៅជាទ្រង់គ្រឿងអលង្ការល្អប្រណិតជាមហាក្សត្រប្រកបដោយទសពិតរាជធម៌ព្រះអង្គគឺជាតួអង្គដែលប្រកបដោយទសពិតរាជធម៌ទាំង10ប្រកបដោយព្រហ្មវិហារធម៌ទាំង4យ៉ាងប្រកបដោយបរមីទាំង30ព្រះអង្គបំពេញនៅញាណសម្បយុទ្ធញាណសម្បទាកាយសម្បទាព្រះអង្គបានសម្រេចនៅបញ្ញាទិបឬក៏រតនទិបឬវត្ថុទិបឬហៅថាបានសម្រេចនៅសាសនាទិបដែលព្រះអង្គតម្កល់ព្រះសាសនារហូតដល់80000ព្រះវស្សាដោយសេចក្តីជ្រះថ្លានិងដោយសេចក្តីបរិសុទ្ធនោះហើយដែលជាពុទ្ធបរិស័ទនៅក្នុងពិភពលោកដែលមិនទាន់បានស្គាល់នៅរូបនៅទ្រង់គ្រឿងអលង្ការនេះជាតួអង្គព្រះជាពុទ្ធព្រះពុទ្ធជាអម្ចាស់នៃយើងដែលព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធនៅសតកខាងក្រោយផងដែរគណៈនេះគឺជារូបរបស់ព្រះមេដាបិតាព្រះឥន្ទ្រីធរាជឬក៏ហៅថាព្រះឥន្ទកុសីរីឯអគ្គមហេសីគឺតំណាងឲ្យអគ្គមហេសីរបស់ព្រះឥន្ទ្រីធរាជដែលប្រកបដោយទសពិតរាជធម៌ដែលប្រកាសណាតែងតែមានព្រហ្មវិហារធម៌គ្រប់យ៉ាងដើម្បីដល់សពសត្វនិកអញ្ចឹងនេះគឺជារូបព្រះឥន្ទ្រីនិងអគ្គមហេសីប្រកបដោយសពប្រសិទ្ធធម៌ប្រកបដោយមេត្តាធម៌សន្តោសត្រេបនីហើយចំពោះនៅលើកំពូលប្រាសាទលើភ្នំរបស់យើងតំណាងឲ្យឋានព្រះឥន្ទ្រីធរាជជាអ្នកដែលមានគុណប្រយោជន៍នៅក្នុងត្រៃភពនៅត្រៃឋានផងដែររូបព្រះអង្គគង់លើផ្កាឈូករ័ត្នគឺតំណាងឲ្យព្រះពុទ្ធជាម្ចាស់ទាំង5ព្រះអង្គដែលព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធ4ព្រះអង្គទៅហើយគឺមានបកណាជាម្ចាស់ជាអង្គដំបូងមានឧគឺជាព្រះមតឪឬក៏បិតាឬក៏ជាហៅថាប៉ារីឯមគ្គគឺតំណាងឲ្យម៉ែឬម៉ាក់តំណាងឲ្យម្ដាយឬតំណាងឲ្យមហានគរឬមុតឬមមរីឯសយៈគឺតំណាងឲ្យយាយតំណាងឲ្យយាងតំណាងឲ្យយើងតំណាងឲ្យយំផងតំណាងឲ្យយាមផងហើយក៏តំណាងឲ្យលោកយាយផងដែររីឯសតៈគឺតំណាងឲ្យតាតំណាងឲ្យតាមតំណាងឲ្យតុងតំណាងឲ្យទាញតំណាងឲ្យតំតំណាងឲ្យតបតែងគឺជាតួអង្គអសតៈគឺតារីឯអ្នកមកពុទ្ធិយ៉ាងអ្នកគឺបកុសន្ធោជាអង្គម្ចាស់ប្រកុសន្ធោព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធនៅសតកម្មក្រោយព្រះអង្គនឹងមានបញ្ជូនសាសនាទៅដល់បកុសន្ធោព្រះអង្គមានបញ្ជូនសាសនា40000ឆ្នាំនៃសាសនាគឺបកុសន្ធោព្រះអង្គជាតួអង្គដ៏ល្អបរិសុទ្ធដែលព្រះអង្គជាតួអង្គស្ដេចព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះពុទ្ធបានត្រាស់ដឹងរួចហើយគឺ40000ព្រះវស្សារីឯតួអង្គព្រះកោនិកមនោព្រះអង្គបានសម្រេចនៅត្រាស់ដឹងជាព្រះពុទ្ធរួចហើយព្រះអង្គសោយរាជនៃសាសនាបាន30000ព្រះវស្សាគឺព្រះនិកមនោគឺព្រះអង្គទ្រង់អសរមោគឺព្រះកោនិកមនោព្រះអង្គទ្រង់សោយរាជនៃព្រះសាសនាបាន30000ព្រះវស្សារួចហើយអញ្ចឹងគឺបកុសន្ធោព្រះអង្គសោយរាជបាន40000ឆ្នាំរីឯព្រះកោនិកមនោសោយរាជបានចំនួន30000ឆ្នាំរីឯតួអង្គព្រះពុគឺព្រះកសបោព្រះអង្គទ្រង់សោយរាជសាសនាបាន20000ព្រះវស្សាដែលពេញបរិបូរណ៍អញ្ចឹងព្រះអង្គបានទ្រង់សោយរាជនៃព្រះសាសនារួចហើយរីឯតួអង្គព្រះសមណគោតមព្រះអង្គទ្រង់សោយរាជព្រះសាសនាព្រះអង្គគឺ5000ព្រះវស្សាតែពីនេះសាសនាព្រះអង្គសោយរាជបាន2559ឆ្នាំនៅឆ្នាំ2015នេះសាសនាពុទ្ធដែលមានជាពុទ្ធរតនធម្មរតនប្រសង្ឃរតនមានគុណសិល5សិល8សិល10សិក្ខាបទព្រេម27ពធ80000បនបមធម្មខណ្ឌ
ព្រះគម្ពីរព្រះអង្គគឺមានធម៌84000បឋមខណ្ឌអញ្ចឹងប្រពុតព្រះសមណគោតមព្រះអង្គសោយរាជសាសនា5000ឆ្នាំដោយបរិបូរណ៍ហើយផុតពីព្រះសមណគោតមទ្រង់សោយរាជបាន5000ប្រសាពេញបរិបូរណ៍ទៅគឺមានតួអង្គព្រះស្អាមិត្រីសិរីពោធិព្រឹកលោកនឹងបានត្រាស់ដឹងជាព្រះពុទ្ធអង្គនឹងនៅសតកប់ខាងក្រោយនេះបន្តទៀតកណារូបចម្លាក់ដ៏ឧត្តមឧត្តមដ៏ប្រណិតនេះគឺជារូបស្ដេចព្រះសិអាមិត្រីសាងពីថ្មកែវគឺថាព្រះអង្គគឺសាងពីថ្មកែវមានន័យថាថ្មកែវដ៏ល្អមានន័យថាគឺជារាជបល្ល័ង្កមួយដែលព្រះអង្គទ្រង់សោយរាជនៅសតកប់ក្រោយគឺព្រះអង្គសោយរាជនៅសាសនានេះចំនួន80000ព្រះវស្សានេះគឺជារូបចម្លាក់សាងពីថ្មកែវនៃរូបចម្លាក់របស់ព្រះសិអាមិត្រីសិរីពោធិព្រឹក្សកណារូបព្រំស្ដេចកបិលមហាព្រំដែលទម្ងន់2តោនដែលព្រះអង្គគឺជាស្ដេចកបិលមហាព្រំគឺជាព្រំមុខ4មានន័យថារូបទាំង4ទិសនោះគឺជាថ្មដាប់សសានគឺសាងទម្ងន់ចំនួន2តោនរីឯរូបព្រះស្អាមិត្រីអំបញ្ញមិញនេះទម្ងន់1តោនកណាអញ្ចឹងគឺតំណាងឲ្យស្ដេចកបិលមហាព្រំជាអម្ចាស់ដើម្បីប្រទានពរដល់សព្វសនិកទាំងឡាយទាំងពួងជានិមិត្តរូបជារចនាបថដើម្បីជាទីគោរពសក្ការៈបូជានៃតួអង្គស្ដេចកបិលមហាព្រំដែលជាស្ដេចមហាចក្រស្ដេចមហាសាលជាស្ដេចដែលមហាបញ្ញត្តិវិញ្ញាណតិរតនតិជាវត្ថុតិដែលស្ដេចកបិលមហាព្រំគឺបកករណាទ្រង់ប្រោះបរិជ្ជទាននៅវត្ថុតិទាំងឡាយដល់សព្វសនិកឲ្យបានតិចកាយសប្បាយចិត្តដូចជាទឹកអមរិតនៃបដិទានរូបចម្លាក់ព្រះសិវៈដ៏ចម្រើនព្រះអង្គជាសាងអំពីថ្មកែវសុទ្ធសាធដែលជានិមិត្តរូបនៃព្រះនរាមាធិបតីតំណាងព្រះសិវៈតំណាងឲ្យជាចៅរបស់ព្រះឥន្ទ្រាធិរាជដែលប្រកាសណាជាពពុទ្ធនោការគឺសាងព្រះនគរបានដោយជោគជ័យនៅវត្ថុមានគោវត្តនិងគោតូចប្រាសាទបពូនប្រាសាទមានកាសអន្តរទីវីជ័យទីវីប្រាសាទមន្ទីរក្តីប្រាសាទសាសង់ប្រាសាទព្រះរូបជាដើមគឺជាព្រះអង្គជាស្ថាបនិកជាវិស្វករជាវិស្វកម្មផ្ទាល់ដើម្បីសាងសង់គោឲ្យទៅជាវិមានជាអមតៈជាអតិទេពផងដែរជាព្រះអតិទេពកណារូបចម្លាក់ថ្មដាប់នេះគឺជារូបរបស់បកករណាជ័យវរ្ម័នទី7ដែលបកោណាជាអម្ចាស់ដែលជាមហាក្សត្រនៃសោយរាជនៅសម័យមហានគរវត្តដែលនគរយើងដ៏រុងរឿងថ្កុំថ្កើងមហាមារមហាពេជ្រមហាទ្រព្យមហាសម្បត្តិមហានគរមហាទឹកមហាដីមហាព្រៃប្រឹក្សាមហាមារមហាពេជ្រមហាសុខមហាសន្តិភាពមហាច្បាប់មហារុងរឿងមហាដងឧត្តមមហាសេរីភាពមហាសាសនាមហាល្បីល្បាញមហារុងរឿងមហាថ្កុំថ្កើងមហាដងឧត្តមមហាសបោសបាយមហាទលំទលាយមានន័យថាសម័យបានជ័យវរ្ម័នទី7នៅក្នុងរជ្ជកាលដែលព្រះអង្គគ្រប់គ្រងដែលមានពនាងអន្តរទេវីជ័យទេវីដែលជាអគ្គមហារាជាធិបតីដែលជាមហាក្សត្រដែលជាអគ្គមហេសីគឺជាកំពូលបរៈមហាបទ្ធិអន្តរៈហ្នឹងគឺជាកំពូលព្រះអតិទេពនៅរូបចម្លាក់បកោណានេះគឺជារូបចម្លាក់របស់ព្រះបាទព្រះអង្គភគនីដែលជាមេតបគិរីផលជនជាតិខ្មែរយើងគេហៅថាគិរីផលបើជនជាតិនេះគេហៅថាភគនីណានេះគឺជារូបចម្លាក់ជាមេតបដែលជាកំពូលនៅក្នុងពិភពនគរអាណាចក្រស្វហបរៈកណារូបចម្លាក់របស់រចនាបថគឺសាងអំពីស៊ីម៉ង់សុទ្ធសាធក៏តែក្បាច់រចនាបថនេះគឺមួយឈុតនេះគឺស្មើនឹង6មានន័យថាស្មើនឹង12ការ៉េមានន័យថា12ការ៉េបើគិតជាលុយស្មើនឹង$600សហរដ្ឋអាមេរិកនេះគឺជារូបចម្លាក់រូបពុទ្ធទាំង5ព្រះអង្គផងដែររូបប្លង់ព្រះអង្គទ្រង់ប្រសូតគឺព្រះអង្គពុទ្ធទ្រង់ប្រសូតគឺណាហើយព្រះអង្គគឺជាវរៈមានន័យថាវរៈក្សត្រជាស្ដេចចក្រពត្តិជាស្ដេចមហាចក្រដែលប្រពុតដ៏មានបុណ្យប្រពុតដ៏មានសេរីដែលព្រះអង្គបានប្រសូតទ្រង់ប្រសូតដល់ដងដំនៅក្នុងត្រៃភពត្រៃឋានពលគឺនៅប្រទេសឥណ្ឌានៅប្រទេសនេប៉ាល់ដែលជាមហានគរប្រទេសឥណ្ឌានេះជារូបហៅថាអទិសជួពោះប្រពុតចំម្ចាស់ដែលព្រះអង្គទ្រង់ប្រសូតដោយសេចក្តីគោរពជ្រះថ្លាបរិសុទ្ធបំផុតរូបចម្លាក់ប្រពុតពពោធិសត្វដែលព្រះអង្គទ្រង់សម្ដែងឫទ្ធិណាដែលព្រះអង្គសម្ដែងឫទ្ធិដែលសម្ដែងនៅបារមីដែលប្រកាសណាដែលបានធ្នុទឹកហើយមានអំណាច
ជាមហាក្សត្រមានអំណាចជាប្រជាធិបតីដែលព្រះអង្គសម្ដែងរិទ្ធសម្ដែងនៅព្រះអង្គទ្រង់ច្រត់ព្រះនង្គ័លហើយព្រះអង្គទ្រង់រីធាអភិសេកជាដើមអញ្ចឹងព្រះពុទ្ធបានអភិសេកជាមួយព្រះនាងពំពាណាដែលព្រះអង្គបានជារក្សាជាអគ្គមហេសីឬក៏ព្រះពុទ្ធដែលបានរស់នៅគង់នៅក្នុងព្រះបរមរាជវាំងនេះជាមួយព្រះមាតាកោតមីដែលរក្សាព្រះអង្គរូបក្រមដើមពោគឺជារូបរបស់ព្រះឥន្ទ្រាធិរាជហើយជារូបចម្លាក់មានភ្នំមានវត្ថុប៉ិនឲ្យពោជ័យសិរីមង្គលជាដើមហើយមានព្រះស្អាមិត្រីនៅក្នុងភ្នំនោះផងដែលព្រះអង្គទ្រង់តាំងសិលចម្រើននៅបញ្ញាញាណនៅក្រោមដើមពោធិព្រឹក្សឬក៏នៅក្នុងភ្នំដ៏សែនឆ្ងាយដែលព្រះអង្គតែងតែបំពេញនៅពេជ្ជកិច្ចនៅព្រះបរមីដែលបរិសុទ្ធគណៈប្លង់ដែលខ្ញុំគណៈថនគឺជារូបចម្លាក់របស់ព្រះពុទ្ធព្រះអង្គតតសួនអំពីមនុស្សកើតចាស់និងឈឺស្លាប់គណៈព្រះអង្គតតឃើញអំពីបញ្ញខណ្ឌទាំង5ពីមនុស្សកើតចាស់ឈឺស្លាប់នៅក្នុងសារវត្តនោះធ្វើឲ្យព្រះពុទ្ធនឹងគឺពិចារណាអំពីសភាវៈធម៌ព្រះអង្គក៏បានទ្រង់លះបង់នៅសេចក្តីក្រោធក្រៀតពោលគឺលះបង់អំពីមហេសីពំពានិងរិហុលដើម្បីទៅសាងភ្នោះនៅក្នុងភ្នំព្រះសម័យព្រះហនុមានព្រះអង្គបំពេញនៅជាមហាកម្ពូលនៅព្រះបរមីព្រះអង្គគឺជាតួអង្គមួយដែលព្រះអង្គទ្រង់នៅក្រុងរាជសម្បត្តិព្រះអង្គជាស្ដេចផែនដីជាស្ដេចចក្រវាលជាស្ដេចទុសពិតរាជធរក៏ប៉ុន្តែព្រះអង្គមិននៅក្រុងរាជសម្បត្តិទេព្រះអង្គទ្រង់យាងទៅបួសដើម្បីសាងពធគឺសាងបុណ្យសាងបរមីពលគឺទៅរកមុខធរដែលបរិសុទ្ធព្រះអង្គទ្រង់យាងជិះសេះគណៈព្រះអង្គចេញទៅសាងភ្នោះមានមហាសេនាហើយមានព្រះអង្គជិះស្ដេចមនោម័យដើម្បីទ្រង់ទៅបួសនៅក្នុងចក្រវាលពលគឺព្រះអង្គលះបង់រាជសម្បត្តិលះបង់អំណាចលះបង់មហេសីលះបង់រាជបល្ល័ង្កលះបង់ស្នំលះបង់អ្វីៗទាំងអស់គឺព្រះអង្គទ្រង់កាត់បកិសាបួសបំពេញនៅមុខធម៌បំពេញញាណសម្បយុទ្ធពលគឺបញ្ញាសារពេជ្រញាណព្រះអង្គទ្រង់នឹងលះបង់រាជបល្ល័ង្កលះបង់គ្រឿងអលង្ការលះបង់នៅមើលសពមន្ត្រីសេស្នំក្រមការមនុស្សម្នាងលះបង់មាសប្រាក់សម្បត្តិបល្ល័ង្កមាសបល្ល័ង្កពេជ្រកៃមាសកៃពេញគឺព្រះអង្គទ្រង់លះបង់ទាំងអស់ដើម្បីស្វែងរកនៅពធដែលបរិសុទ្ធប្លង់មួយប្លង់នេះគឺព្រះអង្គទ្រង់ធ្វើទុក្កិរិយាដែលព្រះអង្គទ្រង់ពិចារណាអំពីសាវករបស់ព្រះអង្គដែលមានព្រះមុគលានព្រះឧបល័យព្រះសិរីបុត្រព្រះមហិន្ទធីបកសពដែលជាមានសាវកព្រះអង្គជាដើមជាច្រើនដែលទ្រង់ព្រះអង្គស្តាំងសិលចម្រើននៅបញ្ញាញាណព្រះអង្គមិនទាន់បានសម្រេចធម៌ត្រាស់ដឹងជាពុទ្ធអញ្ចឹងព្រះអង្គធ្វើទុក្កិរិយាព្រះអង្គអត់ចង្ហាន់ហើយព្រះអង្គក៏បានមិនឆានអ្វីទាំងអស់ទីបំផុតព្រះឥន្ទ្រាធិរាជនិងប្រព្រំក៏បានមកដេញពិនដើម្បីថាផ្លូវមិនឲ្យតឹងពេកដាច់ហើយបើធូរពេកក៏ពិបាកអញ្ចឹងគឺនៅផ្លូវកណ្ដាលគឺឧបេខាធរទើបព្រះអង្គបានពិចារណាព្រះអង្គក៏បានសម្រេចនៅមោគធរទើបព្រះអង្គបានសម្រេចនៅការឆាន់ចង្ហាន់គឺប្រស្ងោយវិញពេលនោះដែលព្រះអង្គបានសម្រេចពធដែលបរិសុទ្ធរបស់ព្រះអង្គរូបរបស់ព្រះអង្គនៅប្លង់ដែលព្រះអង្គពនាងសុជេតាដែលបានថ្វាយនៅចង្ហាន់ដល់បកណាចម្ចាស់ប្រពុតដ៏មានបុណ្យប្រពុតដ៏មានសេរីពេលនោះដែលព្រះអង្គនឹងប្រាថ្នាហើយព្រះអង្គក៏បានមានភីកមាសនិងភីកប្រាក់នឹងដើម្បីឧទ្ទិសនៅក្នុងហៅថាស្ទឹងដើម្បីឧទ្ទិសថាបើសិនជាព្រះអង្គបានត្រាស់ដឹងជាពុទ្ធណាឲ្យភីកហ្នឹងគឺហៅថាអណ្ដែតប្រជះទឹកពេលនោះក៏ភីកហ្នឹងក៏អណ្ដែតទៅហើយព្រះអង្គក៏បានត្រាស់ដឹងជាពុទ្ធដ៏មានបុណ្យប្លង់នេះពុទ្ធបានត្រាស់ដឹងជាពុទ្ធអង្គព្រះអង្គបានត្រាស់ដឹងជាពុទ្ធហើយពេលនោះមានព្រះឥន្ទ្រាមានប្រព្រំមានទេវតានឹងប្រទាននៅពរជ័យសិរីមង្គលវិបុលសុខដល់ព្រះអង្គផងដែរ
បន្តទៀតគឺប្លង់ព្រះអង្គព្រះឥន្ទ្រាធិរាជថ្វាយផ្លែហៅថាផ្លែឈើទឹកណាថ្វាយដល់ព្រះពុទ្ធដ៏មានបុណ្យដើម្បីព្រះអង្គសោយនៅផ្លែឈើអសង្ខ័យឬផ្លែឈើទឹកពេលដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធហើយព្រះអង្គទ្រង់បានទៅប្រោះបញ្ចគីទាំង5ណាបានទៅប្រោះបញ្ចគីទាំង5ផុតពីព្រះអង្គប្រោះបញ្ចគីទាំង5ទៅព្រះអង្គទ្រង់យាងទៅប្រោះបរិញ្ញិតវង្សសារវង្សដែលជាមហាក្សត្ររាជាធិបតីដែលទ្រង់សោយរាជនៅសម័យមហានគរបុរាណឥណ្ឌាអញ្ចឹងព្រះអង្គទៅប្រោះប្រមេតាប្របីតាព្រះចកោវិជ្ជការស្រីស្នំក្រុមការមនុស្សម្នាគណរាគណរីទាំងឡាយហ្នឹងឲ្យកាន់នៅជាពុទ្ធជារតនធម្មជារតនសង្ឃរតនៈហ្នឹងហើយឲ្យគោរពនៅស5 8 10សិក្ខាបទព្រាមភេមបពធម៌ 14000 4បឋមខណ្ឌដ៏ល្អបរិសុទ្ធនោះគឺជាការទ្រង់លះបង់ដកឧត្តមនៃបញ្ញាតវង្សសារវង្សជាក្សត្រមហារាជដែលទ្រង់បានតាំងសិលរហូតគ្រប់អង្គផងដែរដោយសារព្រះពុទ្ធលោកទ្រង់បានយាងទៅប្រោះនៅមហាបញ្ញាតវង្សសារវង្សឲ្យបានសម្រេចនៅពធដែលបរិសុទ្ធដោយព្រះអង្គដែរចំណុចនេះគឺជារូបលោកតាឥសីហើយជារូបរបស់ព្រះពុទ្ធណាព្រះអង្គបានឲ្យពនាងពំពារាមាធិបតីគឺពនាងពំពាទ្រង់កណាទ្រង់ប្រោះពនាងពំពារាជាធិបតីដែលជាអគ្គមហេសីរបស់ព្រះអង្គផ្ទាល់ដែលទ្រង់បានបំពេញនៅញាណសម្បយុទ្ធញាសម្បទារិកាសម្បទាដល់បកណាចោម្ចាស់ជាងកត្បូងដែលមានព្រះពុទ្ធដ៏មានបុណ្យពធដ៏មានបុណ្យប្រសង្ឃដ៏មានបុណ្យហើយអញ្ចឹងគឺព្រះអង្គគឺជាកម្ពូលនៅមហាបសម្មាសម្ពុទ្ធដែលបរិសុទ្ធគ្មានសាសនានៅលើโลกទាំងមូលនេះមិនមានសាសនាណាល្អដោយព្រះអង្គឡើយគណៈព្រះពុទ្ធក៏ទ្រង់បានបំពោះរិហុលដែលពមេដាទ្រង់ឲ្យទៅចង់បានរីសម្បត្តិពីព្រះអង្គហើយអ្វីដែលព្រះអង្គចែករីសម្បត្តិរបស់ព្រះអង្គគឺមានតែស្បង់ចពោហើយនឹងបាតតែប៉ុណ្ណោះគឺធម៌ 84000 បឋមខណ្ឌនោះជារីសម្បត្តិរបស់ព្រះពុទ្ធផ្ទាល់ដែលព្រះអង្គទ្រង់បានស្វែងរកនៅត្រាស់ដឹងនៅមុខធម៌ទឹកអញ្ចឹងអ្វីដែលរិហុលចង់បានរាជទ្រព្យរាជសម្បត្តិរបស់ព្រះអង្គនោះគឺមានតែការបំពោះដើម្បីយកជារាជកេរមរតកពលគឺមុខធម៌ដែលបរិសុទ្ធគឺពធ 84000 បឋមខណ្ឌរូបព្រះពុទ្ធដែលព្រះអង្គទ្រង់ប្រោះប្របីតាគឺប្របីតាទ្រង់មានន័យទ្រង់មានជំងឺទ្រង់ប្រឈុនមានន័យថាទ្រង់មានជំងឺហើយអញ្ចឹងក៏ព្រះអង្គទ្រង់បានទៅប្រោះដល់ប្របីតាផងដែរដែលប្របីតាចាស់ជរាហើយក៏បីតាក៏ទ្រង់ចាប់ដោយសារចាស់អញ្ចឹងហើយព្រះអង្គក៏មកប្រោះដល់ប្របីតាផងដែរនេះគឺជាប្លង់ដែលព្រះអង្គបានប្រោះប្របីតារូបចម្លាក់ប្លង់ដែលសាងអំពីនៅប្រាសាទអង្គរភ្នំហៅថាប្រាសាទបង្កត់បរិយមានរូបព្រះពុទ្ធទ្រង់យាងពីឋានព្រះឥន្ទ្រាធិរាជនិងឋានតាវតឹងឋានតោសតាវតីមានឋានព្រះឥន្ទ្រាឋានព្រំឋានទេវតាឋានកណ្ដាលឋានប្រជុំនេះដែលព្រះអង្គទ្រង់យាងទៅឋានសួគ៌ាហើយព្រះអង្គក៏បាននិមន្តយាងតាមចណ្ដៅកែវដើម្បីនិមន្តមកឋានកណ្ដាលគឺប្រោះយាងចុះតាមចណ្ដាកែវដើម្បីប្រោះដល់ព្រះឥន្ទ្រាប្រព្រំព្រះអង្គកោសីនិងប្រោះដល់មនុស្សសពសានិកទាំងឡាយណាដែលមានឧបនិស្ស័យដែលល្អបរិសុទ្ធផុសផង់ចំពោះព្រះអង្គដូច្នោះមានន័យថាឋានទាំងឡាយតែងតែគោរពតែងតែប្រណិប័តដែលស្មោះអបិដងហឫទ័យគឺស្អាតដោយកាយវិចារនៃចិត្តទ្រង់សិលសមាធិនិងបញ្ញានិងភាពកតញ្ញូតាធម៌ដើម្បីផ្សព្វផ្សាយនៅពធដ៏ក្រអូបធម៌ដ៏ប្រសើរធម៌ដ៏ថ្លាថ្លៃរបស់ព្រះសម្មាសម្ពុទ្ធនៅឋានសួគ៌ារូបប្លង់ដែលព្រះអង្គទ្រង់ចូលបរមសុខមហានិព្វានព្រះអង្គទ្រង់ចូលនិព្វានដោយមហានន្ទព្រមទាំងនមើលសមមន្ត្រីមហាក្សត្រព្រះឥន្ទ្រាប្រព្រំព្រះអង្គកោសីទ្រង់មានការសណោះសណោកនៅប្លង់ដែលព្រះអង្គចូលបរមសុខមហានិព្វានដូច្នោះព្រះអង្គមានការប្រោះព្រំដល់សពសានិកទាំងឡាយជាយូរអង្វែងគឺដើម្បីឲ្យសពសានិកទាំងឡាយឲ្យទ្រង់បានសេចក្តីសុខឲ្យសត្វទាំងឡាយកុំឲ្យមានកម្មមានពៀកុំឲ្យសត្វទាំងឡាយចងកម្មចងពៀនឹងគ្នាមិនឲ្យសត្វទាំងឡាយគឺមានបាបកម្មមិនឲ្យសត្វទាំងឡាយគឺប្រព្រឹត្តនៅអំពើបាបនៅក្នុងឋានកដាលពូលគឺខិតខំធ្វើបុណ្យសិលសមាធិនិងបញ្ញាប្រកបដោយសម្បយុទ្ធពលគឺមានចិត្តសន្តោសត្រាបណីនិងបំពេញនៅអង្គបរមីទាំង30បរមីទាំង10មានទានបរមីការដាក់ទានសិលបរមីការសិលនិកបរមីការទៅចេញទៅបួស
បញ្ញបារមីការឃើញជាក់ច្បាស់វិយៈបារមីសេព្យាយាមខន្តីបារមីសេចក្តីអត់ធ្មត់ខន្តីជាការអត់ធ្មត់សច្ចៈសេចក្តីទៀងត្រង់តថានសេចក្តីស្ងប់រីឯឧបេមេតាធរគឺតំណាងឲ្យការសេចក្តីនិរសូរចំពោះសពសាស្ត្រឧបេខាគឺនៅកណ្ដាលធរមានន័យថានៅក្នុងសាលវត្តតែងតែមានការសំពៅឬក៏ជានាវានៅក្នុងចក្រភពខេមរៈរបស់ឋានតែងតែមានវិបត្តិនៅក្នុងពិភពគុណទាំងមូលពិសេសបំផុតនៅក្នុងតកូលនៃព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលព្រះអង្គខិតខំតោកយ៉ារបាក់ប្រាណដើម្បីប្រោះព្រំដល់សពសានិកមានន័យថាព្រះអង្គគឺជាតួឯកមួយដែលប្រកបដោយព្រះសម្ពុទ្ធដោយបរិសុទ្ធពធដោយបរិសុទ្ធនិងប្រសង្ឃជាអង្គសាវកដោយបរិសុទ្ធមានន័យថានៅក្នុងពិភពទាំងឡាយដែលប្រពុតដែលជាតួអង្គដ៏ស្អាតស្អំជាងគេជាតួអង្គដែលយុត្តិធម៌ជាងគេហើយជាតួអង្គដែលមានទស្សពិតរាជធម៌ជាងគេដែលព្រះអង្គតែងតែបំពេញនៅបរមីដ៏បរិសុទ្ធដែលព្រះអង្គបានសរជាតិហើយក៏បានកើតជាជាតិដែលមានកើតជាពុទ្ធកោសាចារព្រះនន្ទិចាធម្មបលាចាជីវិតទុស័យធមិទុស័យបមេតយ៉ាងបិណព្រាយបណម៉ែព្រះសវណ្ណសាមព្រះបទុមបណ្ឌិតបទុសពលព្រះសុជាតិព្រះបទុមមុត្តរៈជាដើមអ្វីដែលបកករណាទ្រង់បានព្រះអង្គបានទ្រង់បំពេញនៅទសជាតិទាំង10ដែលព្រះអង្គកើតជាតួអង្គព្រះមានន័យថាព្រះអង្គដែលទ្រង់កើតនៅក្នុងតកូលមេហៅថាទេមេយៈក្តីដែលព្រះអង្គកើតជាមហាជនក្តីដែលព្រះអង្គកើតជាព្រះសវណ្ណសាមក្តីកើតជាព្រះនពរីក្តីព្រះមហោសថក្តីដែលព្រះអង្គកើតជាព្រះបធូបណ្ឌិតក្តីព្រះអង្គកើតជាចន្ទកុមារក្តីព្រះអង្គកើតជានិរតៈព្រំព្រះអង្គកើតជាព្រះបធូបណ្ឌិតក្តីប្រកើតជាព្រះសិវេស្ណក្តីដែលព្រះអង្គទ្រង់ប្រសូតនៅក្នុងចក្រវាលទាំងមូលគឺដើម្បីបំពេញនៅបរមីទាំង10បរមីទាំង30ដែលព្រះអង្គតែងតែបំពេញនៅញាណដ៏សម្បយុទ្ធព្រះអង្គទ្រង់បំពេញទានបរមីការដាក់ទាននៃកាយដាក់ទានដោយវិចារដោយចិត្តស្មោះត្រង់ដោយភក្តីទោះជាព្រះអង្គការដែលព្រះអង្គធ្វើបុណ្យដាក់ទាននោះទោះជាមាសទោះជាពេជ្រទោះជាសម្បត្តិទ្របផ្ទាល់ខ្លួនក៏ដោយក៏ព្រះអង្គទ្រង់លះបង់គ្រប់យ៉ាងដើម្បីបំពេញទាននៅបរមីដែលបរិសុទ្ធនេះគឺទានទាំងឡាយទាំងពងដែលព្រះអង្គធ្វើមិនថាដំរីសភ្លុកខៀវមិនថាស្រីស្នំក្រមកាលមិនថាវត្ថុផ្សេងទេព្រះអង្គតែងតែដាក់ទានដំរីសភ្លុកខៀវដែលព្រះអង្គកើតជាទុជាតិជាព្រះសិវេស្សន្តរជាដើមអ្វីដែលព្រះអង្គការទ្រង់បំពេញទានបរមីនេះគឺការបំពេញទានបដូរយកនៅបញ្ញាសារពេជ្រញាណគឺជាញាណដ៏ជាន់ខ្ពស់ជាញាណដ៏ប្រសើរជាញាណដ៏ប្រពៃនៅទានបរមីទានបរមីទៅគឺព្រះអង្គដាក់ទានដោយកាយដោយវិចារដោយចិត្តព្រះអង្គដាក់ទានមាសស្មើគ្នាពេជ្រស្មើគ្នាទ្រព្យសម្បត្តិស្មើគ្នាព្រះអង្គដាក់ទានតម្រៃសភ្លុកខៀវស្មើគ្នាអ្វីដែលព្រះអង្គធ្វើទានគឺទានបរមីរីឯសិលបរមីគឺព្រះអង្គតែងតែទៅបំពេញសិលនៅគិរីបង្កត់ព្រៃហែនពៀនតែងតែរធរស្ងប់ស្ងាត់នៅក្នុងព្រៃភ្នំដើម្បីឲ្យបានសម្រេចនៅការសិលគឺជាសិលចិត្តបរិសុទ្ធសិលបរិសុទ្ធគឺព្រះអង្គស្អាតដោយកាយវិចារនៃចិត្តមានន័យថាកម្ពូលសិលកម្ពូលធម៌កម្ពូលបរមីគឺពុទ្ធដ៏មានបុណ្យអញ្ចឹងព្រះអង្គគឺជាតួអង្គមួយដែលល្អប្រសើរបរិសុទ្ធគ្មានតួឯកណាមួយដែលប្រៀបផ្ទឹមនឹងតួអង្គព្រះសម្មាសម្ពុទ្ធនោះបានឡើយមានន័យថាទានបរមីឬក៏សិលបរមីរីឯនេក្ខបារមីគឺព្រះអង្គតែងតែបួសពីជាតិមួយទៅជាតិមួយតែងតែសន្សំជាតិជាតបោះក្តី